បាទជាទូពុកម៉ែបងប្អូនដែលរស់នៅក្នុងទីជប៉ុនអស់នេះផងដែរបាទជាពិសេសបងប្អូនដែលចង់រៀនភាសាជប៉ុននេះបាទអញ្ចឹងខាងវត្តខ្មែរសាមគ្គីគឺខាងគណៈកម្មការបានបន្ថែមវគ្គរៀនភាសាជប៉ុនទៀតអញ្ចឹងបាទហើយអញ្ចឹងក៏ខ្ញុំបានណែនាំគ្រូណែនាំកូនសិស្សនិងណែនាំមិត្តភ័ក្តិជនជាតិជប៉ុនដែលជានិស្សិតសាកលវិទ្យាល័យអីអញ្ចឹងបាទឲ្យគាត់បានមកចូលរួមស្ម័គ្រចិត្តមកជួយបរៀនដោយស្ម័គ្រចិត្តដោយឥតគិតលុយឬក៏ដោយអត់មានបង់ថ្លៃសិក្សាទេបាទអញ្ចឹងបងប្អូនគ្នាយើងអីដែលអាចចង់មកសិក្សានៅវត្តខ្មែរសាមគ្គីក៏បានអាចសិក្សាតាមអនឡាញក៏បានដែរបាទអញ្ចឹងយើងនឹងមានវគ្គបន្ថែមទៀតហើយអាចឆាតសួរនាំមកដើម្បីព័ត៌មានបន្ថែមហើយជាពិសេសខ្ញុំបានណែនាំមិត្តភ័ក្តិខ្ញុំដែលជាជនជាតិជប៉ុនហ្នឹងឲ្យគាត់មកជួយបរៀនខ្មែរយើងអញ្ចឹងបន្ថែមទៀតអញ្ចឹងបាទដោយសារតែជប៉ុនឥឡូវគឺសេដ្ឋកិច្ចអាចថារៀងចុះអន់ថយខ្លះអញ្ចឹងបាទអញ្ចឹងទំនិញអីក៏ឡើងថ្លៃថ្លៃសាំងក៏ឡើងថ្លៃហើយសំខាន់លុយចុះថោកអីអញ្ចឹងបាទអញ្ចឹងខ្ញុំយល់អារម្មណ៍បែបហ្នឹងបាទអញ្ចឹងយើងនៅស្រុកនេះវារៀងពិបាកដែរហ្នឹងព្រោះរយៈក្រោយនេះបាទអញ្ចឹងខាងគេក៏ព្យាយាមជួយសេដ្ឋកិច្ចគេដែរបាទអញ្ចឹងយើងក៏ត្រូវតែព្យាយាមជួយខ្លួនឯងសំខាន់រៀនឲ្យខ្លាំងដើម្បីយើងបានធ្វើការគេស្រួលនិងល្អប្រសើរតាមនឹងទៀតអញ្ចឹងបាទអញ្ចឹងអរគុណចា៎មានការខ្វះខាតអីសូមជួយណែនាំផងបាទ